គ្រប់ជម្រាបសួរអតិថិជន Metro Cat ទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញវីដេអូទាក់ទងទៅនឹង SK Cat 36 តោនដែលមាន model Cat 336សម្រាប់ SK Cat ទម្ងន់ខ្លួនរបស់វាគឺបញ្ជាក់នៅលេខ2ខ្ទង់ខាងក្រោយដែលភាគច្រើន SK ទូទៅច្រើនតែបញ្ជាក់ទម្ងន់ខ្លួននៅលេខ2ខ្ទង់ខាងមុខសម្រាប់ SK Cat 336នេះគឺទម្ងន់ខ្លួនរបស់វា36 តោនហើយសម្រាប់ប៉ែលគឺ2.45 ម៉ែត្រគីបសម្រាប់ SK នេះគឺស័ក្តិសមសម្រាប់នឹងការឋានថ្មដីរឹងដីអំបិលឬក៏យើងអាចយកទៅធ្វើកាយដីកាយអីក៏បានដែរសម្រាប់ការងាររហ័សពីព្រោះថាប៉ែលវាធំអញ្ចឹងសម្រាប់ SK នេះយើងអាចជោគមួយប៉ែលស្មើនឹង SK ធម្មតារហូតដល់ទៅ2ប៉ែលឯនោះដូចឃើញនៅក្នុងវីដេអូនេះគឺបន្ទាប់ពីយើងធ្វើការឆែកលាងសម្អាតនិងត្រៀមដឹកចេញជូនអតិថិជននៅខាងការដ្ឋានថ្មនៅខេត្តបាត់ដំបងសម្រាប់ធុងប្រេងរបស់វាវិញគឺជាប្រភេទជ័រ PPE ដែលធន់ជាមួយនឹងការច្រេះដូចដឹងស្រាប់ហើយសម្រាប់ធុងដែកតែពេលដែលយើងប្រើប្រាស់យូរទៅវាមានចំហាយទឹកដែលធ្វើឲ្យធុងប្រេងហ្នឹងគឺឡើងច្រេះធ្វើឲ្យប៉ះពាល់ទៅដល់តម្រងប្រេងនិងប៉ះពាល់ទៅដល់ម៉ាស៊ីនផងដែរហើយនៅក្នុងនេះសម្រាប់បូមគឺប្រភេទ hydrostatic គឺវាប្រើប្រាស់ប្រព័ន្ធទយោប្រេងបូមតិចមែនទែនយើងឃើញកន្លែងប្លុកបូមនេះគឺទូលាយអញ្ចឹងវាជួយកាត់បន្ថយទៅលើការថែទាំផងដែរដោយសារវាប្រើប្រាស់ប្រេងបូមតិចជាងមុនហើយនឹងការបញ្ជូនប្រេងបូមទៅដងដៃគឺវាប្រើរយៈពេលខ្លីជាងមុនដោយសារតែទយោប្រេងត្រូវបានកាត់បន្ថយអញ្ចឹងធ្វើឲ្យការបញ្ជាកាយវិការគឺរហ័សជាងមុនបាទហើយសម្រាប់ប្រភេទ SK ទាំងអស់នេះគឺប្រើប្រព័ន្ធ Smart Key ដូចដែលឃើញនៅក្នុងកាប៊ីននេះផងដែរអញ្ចឹងសម្រាប់អតិថិជនគឺដែលមានបំណងត្រូវការប្រភេទ SK ធំៗនេះគឺសូមរួសរាន់ឡើងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទនៅក្នុងវីដេអូនេះឬក៏អាចថាឆាតចូល page ក៏បានដែរឬក៏អាច comment នៅក្នុងវីដេអូ YouTube ឬក៏ TikTok របស់ខ្ញុំបាននេះបងដែរហើយសូមបញ្ជាក់ផងដែរថាសម្រាប់ Cat ប៉ែលរបស់ SK គឺ original ពីរោងចក្របាទมันមានកំងពីខាងណាផ្សេងទេគឺជាប៉ែលពីរោងចក្រផ្ទាល់តែម្ដងសាច់ដែករបស់វាគឺរឹងក្រាស់និងជាប្រភេទដែកដែលធន់ជាមួយនឹងភាពសក្តិរិលអញ្ចឹងអរគុណសូមជម្រាបលា